សម្រាប់សួស្តីទាំងអស់គ្នានៅជីវិតទី3ខ្ញុំស្លៀកបីពីការងាររបស់ខ្ញុំហើយក៏ញ៉ាំអាហារដែរហើយជាទូទៅម៉ោង9លប់ស្មានអាចនឹងចូលគេងខ្លះក៏អាចចូលគេងជិះទូរស័ព្ទដូចចឹងទៅហើយខ្ញុំចាប់ផ្ដើមបដូរទម្លាប់ដោយចេញថតវីដេអូខ្លីៗទៅដល់អ្នកទាំងអស់គ្នាដើម្បីចែករំលែកចំណេះដឹងបន្តិចបន្តួចដែលខ្ញុំបានចេះអញ្ចឹងខ្ញុំមានប្រធានបទមួយដែលនិយាយពីសង្គមសប្តាហ៍ថ្ងៃហើយនឹងមនុស្សឬក៏ផ្ទាល់ខ្លួនយើងមិននិយាយពីអ្នកដទៃខ្ញុំនិយាយពីផ្ទាល់ខ្លួនអញ្ចឹងសំណួរសួរដែលតែងតែសួរខ្លួនឯងហ្នឹងខ្ញុំតើពេលណាយើងភ្ញាក់ខ្លួនមនុស្សយើងម្នាក់គឺភ្ញាក់ខ្លួនមិនងាយទេទៅតាទៅជួបខ្លួនឯងព្រោះសារមនុស្សមួយចំនួនរស់នៅ1%ដែលពឹងផ្អែកទៅលើអ្នកដទៃត្រូវដឹងថា99%ហ្នឹងគឺយើងរស់នៅពឹងលើខ្លួនឯងអញ្ចឹងអ្វីដែលធ្វើឲ្យយើងចាស់ចិត្តចាស់គំនិតហ្នឹងមិនមែនអាយុនោះទេនេះគឺជារឿងដែលយើងបានឆ្លងកាត់នេះគឺជាបទពិសោធន៍ដែលយើងបានឆ្លងកាត់តាំងពីក្មេងដល់ឡើយមានអ្នកណាម្នាក់មកប្រាប់ជាងថាផ្លូវនេះត្រូវដើរយ៉ាងម៉េចនោះទេ99%ត្រូវយើងរស់នៅពឹងលើខ្លួនឯងមិនមែនលើពឹងលើអ្នកដទៃទេយើងច្រឡំនៅពេលដែលយើងរៀនវគ្គជោគជ័យយើងស្ដាប់គេអ្នកជោគជ័យគេថានឹងផ្លូវដើរត្រូវយើងទៅធ្វើតាមគេគ្មានអ្នកណាម្នាក់មកប្រាប់យើងឲ្យដើរផ្លូវត្រូវដើម្បីជោគជ័យដូចគេទេមានតែអ្នកតែប៉ុណ្ណោះដែលប្រឹងប្រែងដោយខ្លួនឯងបើញើសឈាមអ្នកមិនស្រកដល់ដីទេគ្មានអ្វីដែលអ្នកបានមកឯងនោះទេកុំពឹងលើអ្នកដទៃទៀតចាប់ផ្ដើមខ្លួនឯងទៅបញ្ហាក្នុងជីវិតរបស់យើងឧបសគ្គគឺភាគច្រើនគឺមិនថាខ្ញុំថាគេទេគឺជួបមនុស្សអាក្រក់យើងត្រូវតែឆ្លងកាត់ទាំងអស់បញ្ហាតូចបញ្ហាធំមនុស្សអាក្រក់មនុស្សល្អទើបបានធ្វើឲ្យយើងរឹងមាំម្ដងមកថ្ងៃនេះពេលវេលានេះដែលយើងអាចឈរជើងបានយើងខ្លាំងដោយខ្លួនឯងយើងរស់ដោយខ្លួនឯងយើងពឹងដោយខ្លួនឯងមិនបានពឹងលើអ្នកដទៃទេបងប្អូនសាសម័យមើលទៅពេលដែលយើងមានបញ្ហាតើនរណាជួយយើងមកក្រៅពីយើងខ្លួនឯងជួយខ្លួនឯងមកទៅបាននិយាយថាពាក្យថាបទពិសោធន៍បានធ្វើឲ្យយើងចាស់ទុំចាស់ចិត្តកែកម្រិតបានមានតែពាក្យបទពិសោធន៍ប៉ុណ្ណោះដែលអាចបង្រៀនយើងឲ្យរឹងមាំឲ្យយើងឈរជើងឲ្យយើងរស់នៅដោយខ្លួនឯងបានតែបើសិនជាបងប្អូនជួបមនុស្សឆ្លាតជួបមនុស្សពូកែបងប្អូនអាចស្ដាប់គេអាចរៀនពីគេបានមនុស្សពូកែបងប្អូនចាំចំណាំមើលពួកគាត់ពូកែស្ដាប់តែគាត់មិនពូកែនិយាយកែអួតនោះទេតែអ្វីដែលគេធ្វើឲ្យយើងភ្ញាក់ផ្អើលគឺខុសពីមនុស្សធម្មតានោះពួកគេជួយបង្ហាញខ្លួនបែបធម្មជាតិមនុស្សពូកែពួកគេអាចទ្រាំទ្រអាចទ្រាំនៅការពិរិគុណគ្រប់បែបយ៉ាងបានបើនិយាយពីសមត្ថភាពក្នុងការទ្រាំពិរិគុណចាត់ថាជាមនុស្ស 90% ទៅហើយដែលពួកគេអាចទ្រាំនៅពិរិគុណបានព្រោះមនុស្សធម្មតាមិនអាចទទួលយកបានទេបងប្អូនអាចសម័យមើលជួបនៅសប្តាហ៍ថ្ងៃនេះអ្នកខ្លះគាត់នៅរឿងតិចតួចមិនអាចអធិស្ឋានយកបានបកកាយគ្នាតវ៉ាអញត្រូវតែឈ្នះសំទោសឲ្យយើងប្រើពាក្យមិនព្រោះបងប្អូនអាចជួបហើយនៅក្នុងបណ្ដាញសង្គមគឺមានច្រើនក៏រឿងតិចតួចសោះធ្វើឲ្យមានឆ្លុះខើរឿងធំទៅបានអញ្ចឹងមនុស្សកែពួកគាត់អាចទ្រាំទ្រនៅពាក្យរិះគន់បានលើសពីមនុស្សធម្មតាទោះបីជាពួកគេមិនសប្បាយចិត្តក៏ដោយរឿងដែលប៉ះពាល់ដល់ប្រយោជន៍គេគាត់មិនជួយក្បាលទេគាត់សុខចិត្តនៅឲ្យស្ងៀមសុខចិត្តដើរចាញ់ហើយពួកគាត់មិនជួយចិត្តស្ដីបន្ទោសពួកគាត់មិនជួយចិត្តរអ៊ូរទាំទេតែផ្ទុយទៅវិញមនុស្សដែលអត់មានប្រកែតំណែងមនុស្សដែលអត់មានចិត្តធ្ងន់ណាពួកគាត់តែងតែរអ៊ូពួកគាត់តែងតែស្ដីបន្ទោសថាមកពីគ្នាមកពីអ្នកនោះមកពីគ្រួសារមកពីសង្គមតែអត់ដែលមើលខ្លួនឯងទេយើងនិយាយអាក្រក់ពីគេហើយយើងមិននិយាយថាយើងជាមនុស្សល្អតែដឹងថាយើងនិយាយដើមអាក្រក់ពីគេអញ្ចឹងបងប្អូនដឹងថាមនុស្សពូកែគេមិនធ្វើរឿងអត់ហ្នឹងទេពួកគេស្ងប់ដូចទឹកចឹងអ្នកទាំងអស់គ្នាមិនអាចដឹងថាអ្នកពូកែគេកំពុងតែគិតអីនេះទេពួកគេស្ងប់ដូចទឹកហ្នឹងមិនថាស្ងប់ដូចទឹកអត់បងប្អូនអាចទៅមើលថាទឹកថាមានទឹកអឡូកឬក៏ទឹកស្ងប់បងប្អូនថាទឹករះចុះបងប្អូនដឹងថាខាងក្រោមទឹកនេះមានស្អីគេយើងអាចដឹងអត់យើងមិនអាចដឹងទេហើយមនុស្សពូកែពួកគេចាញ់តែគៀងគោធនធានដែលល្អមកធ្វើជួយកិច្ចការពួកគេមនុស្សទូទៅគឺរងចាំឲ្យគេមកជួយទៅវិញពួកគាត់តែងតែគៀងគោធនធានដែលមកជួយពួកគាត់វិញត្រឡប់មកវិញបងប្អូនណាបងប្អូនចង់ធ្វើជំនួសពូកែបងប្អូនរៀនផ្លាស់ប្ដូរពីឥឡូវទៅត្រូវចាំថាគ្មានអ្នកណាគេជួយយើងទេកុំគិតថាអ្នកនេះគេនិយាយល្អដើម្បីមកជួយយើងអ្នកនេះមានចិត្តគំនិតល្អយើងមិនអាចដឹងទេត្រូវចាំថាយើងត្រូវពឹងលើខ្លួនឯងមានតែពឹងលើខ្លួនឯងទេទើបយើងបដៅមកនេះខ្ញុំមានបណ្ដឹងអរគុណជួបជុំនៅវីដេអូក្រោយ